តអ្នកគិតថាមនុស្សដែលមានលុយច្រើនគឺជាមនុស្សដែលរីកចម្រើនហើយមែនទេយើងរស់នៅក្នុងសង្គមមួយដែលជាញឹកញាប់យើងវាស់ភាពជោគជ័យរបស់មនុស្សតាមអ្វីដែលគេមានផ្ទះធំជាងមុនឡានល្អជាងមុនប្រាក់ចំណូលខ្ពស់ជាងមុនប៉ុន្តែសាកគិតមួយផ្លែតបើមនុស្សម្នាក់រលុយបានច្រើនប៉ុន្តែមិនចេះគ្រប់គ្រងអារម្មណ៍មិនចេះគ្រប់គ្រងលុយមិនមានពេលសម្រាប់គ្រួសារហើយបាត់បង់ភាពស្មោះត្រង់របស់ខ្លួនតើយើងអាចហៅវាថាការរីកចម្រើនបានទេប្រហែលជាការរីកចម្រើនរបស់មនុស្សមិនមែនគ្រាន់តែជាការមានអ្វីកាន់តែច្រើនទេប៉ុន្តែគឺជាការក្លាយជាមនុស្សដែលល្អនិងមានសមត្ថភាពល្អជាងមុនគិតបានល្អជាងមុនមានវិន័យជាងមុនមានចំណេះដឹងជាងមុនចេះគ្រប់គ្រងជីវិតនិងហិរញ្ញវត្ថុបានល្អជាងមុនហើយសំខាន់មានគុណធម៌និងមានការទទួលខុសត្រូវកាន់តែខ្លាំងព្រោះបុគ្គលម្នាក់មិនរស់នៅតែម្នាក់ឯងទេបុគ្គលរឹងមាំគឺអាចធ្វើឲ្យគ្រួសាររឹងមាំគ្រួសាររឹងមាំគឺអាចធ្វើឲ្យសហគមន៍រឹងមាំហើយនៅពេលដែលមនុស្សជាច្រើនចាប់ផ្ដើមអភិវឌ្ឍខ្លួនឯងពីចំណុចតូចៗសង្គមក៏អាចផ្លាស់ប្ដូរទៅតាមនោះដូច្នេះប្រហែលជាសំណួរដែលយើងគួរសួរខ្លួនឯងមិនមែនថាខ្ញុំមានអ្វីខ្លះប៉ុន្តែគឺថ្ងៃនេះខ្ញុំជាមនុស្សល្អនិងមានសមត្ថភាពជាងខ្លួនឯងកាលពីម្សិលមិញឬនៅនេះប្រហែលជាចំណុចចាប់ផ្ដើមនៃការរីកចម្រើនពិតប្រាកដបើអ្នកចង់រីកចម្រើនចាប់ផ្ដើមពីខ្លួនឯងបើអ្នកក៏ជឿថាការរីកចម្រើនគួរចាប់ផ្ដើមពីខ្លួនឯងសូម follow ទឹកយើងនឹងរៀនហើយរីកចម្រើនជាមួយគ្នា